វេទនាដែលកើតពីមនុស្សបំផ្លាញមនុស្សមានថាការបំផ្លាញអ្នកដទៃនៅក្នុងសាសនាចម្ពោះ4ខ1ដល់ខ4បានលើកឡើងថាមួយវិញទៀតខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាងដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកនៅលើផែនដីនេះខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិនតែគ្មានអាណាម្នាក់សម្រាលទុកពួកគេទេត្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិនដូច្នេះគ្មានអាណាម្នាក់សម្រាលទុកពួកគេឡើយខ្ញុំយល់ថាអ្នកដែលស្លាប់ទៅហើយមានសុភមង្គលជាងអ្នកដែលនៅរស់ក៏ប៉ុន្តែអ្នកដែលមិនទាន់កើតហើយមិនទាន់បានឃើញអំពើអាក្រក់ទាំងប្រមាណដែលមនុស្សប្រព្រឹត្តនៅលើផែនដីប្រសើរជាមនុស្សដែលស្លាប់និងមនុស្សដែលនៅរស់ទៅទៀតខ្ញុំយល់ឃើញថាការនៅហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់បានជោគជ័យនោះគឺមើលតែពីការច្រណែនគ្នាប៉ុណ្ណោះត្រង់នេះក៏នៅតែឥតបានការដូចដេញចាប់ចោលនេះជាអ្វីមួយដែលសាស្ត្រាបានលើកឡើងគាត់ឃើញអំពីសង្គមមនុស្សការរស់នៅរបស់សង្គមមនុស្សតែការរស់របស់សង្គមមនុស្សកំពុងធ្វើរឿងអីខ្លះមនុស្សកំពុងតែសង្កត់សង្កិនគ្នាទៅវិញទៅមកមនុស្សកំពុងតែជន់ឈ្លីគ្នាទៅវិញទៅមកមនុស្សកំពុងតែបែងជើងគ្នាមនុស្សកំពុងតែជាយាមបំផ្លាញគ្នាទៅវិញទៅមកនេះជាអ្វីដែលគាត់បានមើលឃើញដូច្នេះធ្វើឲ្យសុភមង្គលកើតឡើងចំពោះសង្គមមនុស្សដែលព្រោះតែរឿងចំណែងគ្នាដែលព្រោះរឿងស្ដីលោភដែលព្រោះរឿងការចង់ខ្លាំងចង់ឈ្នះចង់ចាញ់ធ្វើឲ្យមនុស្សរស់នៅក្នុងសេចក្តីឈឺចាប់នៅភាពជូរលវិញទាំងអស់គ្នាទាំងអ្នកដែលសង្កត់សង្កិនគេទាំងអ្នកដែលត្រូវគេសង្កត់សង្កិនវេទនាដូចគ្នាក៏ឃើញទៀតឃើញអ្នកខ្លាំងធ្វើបាបអ្នកសោយអ្នកធំទៅបានអ្នកតូចអ្នកទុនខ្សោយគ្មានទាគេពុំអ្នកមានតែទឹកភ្នែកនិងទុកកង្វល់គ្មានអ្នកណាអាចដោះទុកលំបាកពីគាត់គ្មានអ្នកណាអាចសម្រាលទុកគាត់បានដូច្នេះអ្វីដែលគាត់ត្រូវរងគឺគេភាពអយុត្តិធម៌ទុកកង្វល់និងស្ដីសោកសង្រេងនេះឯងគឺសម្រាប់មនុស្សដែលត្រូវគេសង្កត់សង្កិនដូច្នេះសាស្ត្រាយល់ឃើញថាគាត់យល់ឃើញថាម៉េចអ្នកស្លាប់ទៅមានសុភមង្គលជាអ្នកដែលនៅរស់បើសិនជាសង្គមរស់នៅបែបហ្នឹងបើសិនជាសង្គមរស់នៅដែលអសន្តិសុខបែបហ្នឹងសង្គមរស់នៅដែលគ្មានសុភមង្គលបែបហ្នឹងដូច្នេះគាត់ថាស្លាប់ទៅមានសុភមង្គលជាអ្នកនៅរស់អ្នកស្លាប់បានផុតទុក្ខអ្នកស្លាប់គឺនឹងលែងឃើញទុក្ខលំបាកហ្នឹងទៀតហើយអ្នកស្លាប់ទៅនឹងបានឃើញទុក្ខវេទនាហ្នឹងទៀតហើយពិតមែនទេដូច្នេះបានជាមានមនុស្សមួយចំនួនគាត់គិតខ្លីរហូតដល់គេធ្វើអត្តឃាតសម្រាប់ខ្លួនឯងដោយព្រោះអត់ចង់ឃើញទុក្ខលំបាកនឹងតទៅទៀតអត់ចង់ឃើញគេសង្កត់សង្កិនយើងទៀតអត់ចង់ឃើញគេធ្វើបាបយើងទៀតណាមិនចង់ទទួលសម្ពាធផ្លូវចិត្តតទៅទៀតដូច្នេះបានជំនួយគេសម្រាប់ខ្លួនឯងបំផ្លាញខ្លួនឯងតែសាសនាក៏គាត់លើកឡើងដែរហើយគាត់ក៏លើកឡើងថែមទៀតថាម៉េចតែបើអ្នកមិនទាន់បានកើតមកលើមើលឃើញសេចក្តីអាក្រក់របស់ផែនដីនោះប្រសើរជាអ្នកដែលនៅរស់មានថាបើមិនកើតតែម្ដងវាល្អជាងអ្នកនៅរស់និងល្អជាងអ្នកស្លាប់ទៅទៀតព្រោះគាត់អត់បានមកឃើញគេអត់ឃើញពិភពលោកហ្នឹងទេគាត់បានមកភ្លក់អត់បានមកភ្លក់ទេបានមកឃើញសៀបជូរលវិញហ្នឹងក៏អត់ដែរដូច្នេះបើគិតថាគាត់អត់បានមកផែនដីតែម្ដងវាប្រសើរជាងគាត់មកលើផែនដីហ្នឹងនេះឯងជារឿងរ៉ាវរបស់ផែនអញ្ចឹងតែព្រោះតែរឿងទាំងអស់ហ្នឹងបែរធ្វើឲ្យតម្លៃនៅលើផែនដីដូចជាធ្លាក់ទៅចុះបើយើងវិញបើសិនបើយើងមានឱកាសនឹងជ្រើសរើសកើតមកអត់យើងព្រមមកផែនដីនឹងអត់កើតនឹងគ្រួសារយើងអត់ប្រហែលបើសិនជាយើងកើតចូលទៅក្នុងផ្ទៃនៃអ្នកមានណាហើយយើងអត់អីគេមួយចំនួនហើយគេអត់ស្ដាយក្រោយមែនទេព្រោះកើតមករស់នៅក្នុងអីគេកំណើលុយកំណើមាសប្រាក់ហ្នឹងហើយកំណើកិត្តិយសដូច្នេះប្រហែលជាគាត់មិនសូវស្ដាយទេតែប្រហែលជាមនុស្សមួយចំនួនដែលកើតនៅក្នុងផ្ទៃនៃអ្នកក្រីក្រអ្នកលំបាកទេសកលអ្នកកម្មករគេហ្នឹងហើយរស់នៅខ្វះមុខខ្វះក្រោយប្រហែលជាគាត់និយាយថាមិនស្ដាយក្រោយមិនគួរកើតមកគ្រួសារហ្នឹងឯងមិនគួរកើតនឹងមួយម៉ែខ្ញុំឯងកើតមួយកូនអ្នកមាននឹងល្អមកឯងប្រហែលជាគាត់គិតអញ្ចឹងមែនទេចឹងប្រហែលជាមនុស្សមួយចំនួនគិតពិចារណាអញ្ចឹងរហូតដល់គាត់ធុញទ្រាន់មួយគ្រួសារគាត់ធុញទ្រាន់មួយទុក្ខលំបាកហ្នឹងដូច្នេះបើសិនជាមនុស្សអាចជ្រើសរើសបានណាមនុស្សប្រាថ្នាសេចក្តីល្អឬស្អីអាក្រក់ល្អមនុស្សជ្រើសរើសកន្លែងសុខឬកន្លែងលំបាកហើយសុខកម្រិតមនុស្សបែបហ្នឹងមែនទេដូច្នេះបានជាមនុស្សម្នាក់ទៀមទាចង់បានស្ដីសុខទៀមជាចង់បានអីគេភាពល្អភាពប្រសើរនៅពេលដែលការទៀមទាខ្លាំងពេកទៅជាអីគេបាត់គុណធម៌បាត់គុណតម្លៃអ្នកណាងាប់ក៏ងាប់ទៅសិតជន់ពីលើឃើញទេដូច្នេះដោយព្រោះតែការចង់រស់ដោយព្រោះឈៀបចង់ល្អធ្វើឲ្យមនុស្សបាត់គុណតម្លៃណាសេចក្តីលោភមនុស្សលែងគិតពីតម្លៃខ្លួនឯងនិងលែងគិតពីតម្លៃរបស់អ្នកដទៃលែងគិតអំពីជីវិតខ្លួនឯងក៏លែងគិតពីជីវិតអ្នកដទៃបើអញមិនបានអាណាក៏មិនបានដែរបើអញមិនជោគជ័យអាណាក៏មិនជោគជ័យដែរដូច្នេះដែលព្រះចិត្តមនុស្សបែបហ្នឹងដែលធ្វើឲ្យស្ដីជូរលវិញនឹងទុកលំបាកវាកើតឡើងអត់ចប់នៅលើផែនដីហ្នឹងបើថាអញ្ចឹងដែរបាច់កើតមកទេនេះជាអ្វីដែលសាសនាបានលើកឡើងអីគេទៀតគេថាម៉េចភាពជោគជ័យរបស់មនុស្សដែលចេញពីភាពនឿយហត់សុទ្ធតែចេញពីកាយគេច្រណែនគាត់លើកឡើងចឹងមកគាត់ម៉ៃចឹងមកគាត់ម៉ៃតែម៉េចមនុស្សមួយចំនួនធំជោគជ័យព្រោះរឿងច្រណែនគ្នាអូគេបានទេហើយអញទៅបានអីគេប្រឹងបានទេដែរគេជីឡានហើយអញត្រូវតែជីឡានដែរមើលទៅកាន់ណាគេកាន់អ្នកដទៃមើលកាន់អ្នកដទៃហ
ហើយដាក់បន្ទុកនោះមកកាន់ជីវិតរបស់ខ្លួនឯងដែលធ្វើឲ្យដេកលែងលក់ដែលធ្វើឲ្យខកខ្វាយដែលធ្វើឲ្យច្រណែនដែលធ្វើឲ្យរឿងស្អប់កើតឡើងដូច្នេះបានបងប្អូនបង្កើតចេះតែឆ្លោះគ្នាអាណាមានលើគ្នាទៅចាប់ដើមគេចំណែនគ្នាអន់ចិត្តគ្នាអានេះលើអញអន់ជាអានេះសូម្បីតែបងប្អូនបង្កើតខ្លួនឯងតើវាមានគុណតម្លៃអីនេះអញគឺវាសាស្តាលើកឡើងមានតម្លៃអីស្អីទៀតសាស្តាលើកឡើងថាម៉េចទៀតដូច្នេះគ្រាន់ជាការឥតប្រយោជន៍ឥតបានការដូចដេញចាប់ខ្យល់អត់ប្រយោជន៍ចុងក្រោយអត់ប្រយោជន៍បានអ្វីគ្រប់បែបយ៉ាងតែវាអត់ប្រយោជន៍បានផែនដីទាំងមូលហើយស្លាប់ទៅមានប្រយោជន៍អត់យល់ដឹងទេនេះឯងគឺជាអ្វីមួយដែលសាស្តាបានលើកឡើងយើងមើលគ្នាបច្ចុប្បន្នភាពខ្ញុំឧទាហរណ៍រឿងមួយទៀតសូមតាមដានមួយខ្ញុំចាំថ្ងៃនេះមានរៀនសំខាន់បច្ចុប្បន្នភាពពិភពលោកនេះមានរឿងអីកើតឡើងខ្ញុំបន្តឧទាហរណ៍សង្គ្រាមប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនសង្គ្រាមហ្នឹងកើតឡើងតាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022រហូតដល់បច្ចុប្បន្នហ្នឹងណារហូតបច្ចុប្បន្ន2025ហ្នឹងអស់ប្រហែលឆ្នាំហើយចូល3ឆ្នាំហើយ3ឆ្នាំហ្នឹងរីកចម្រើនឬក៏អន់ថយបាទគឺបំផ្លាញទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចប្រទេសទាំងពីរដូចគ្នាខាត់បងរហូតដល់គេជាង800ទៅ1100 billion ណា billion ដុល្លារច្រើនមហាសាលដែលត្រូវខាត់បងទាំងពីរប្រទេសហ្នឹងបាត់បង់ទាំងគេអាគារផ្លូវសាលារៀនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចប្រទេសអត់ដើរអីទាំងអស់រយៈពេល3ឆ្នាំហ្នឹងណាខាត់បងធ្ងន់ធ្ងរតែកសាងប្រមាណឆ្នាំលុយប៉ុណ្ណេះបើស្រុកខ្មែរកសាងប្រហែលឆ្នាំលុយម្លេះច្រើនណាស់តែកសាងប្រហែលឆ្នាំបំផ្លាញគេតែ3ឆ្នាំតែកសាងមាន30ឆ្នាំដល់បានវិញអត់ផងបាទយោធាស្លាប់បើខាងរុស្ស៊ីស្លាប់ជាង250000នាក់ខាងអ៊ុយក្រែនស្លាប់ប្រហែលជាខ្ទង់100000នាក់នេះឯងគឺជាអ្វីសាស្តាបាននេះភាពជោគជ័យរបស់មនុស្សម្នាក់វាកើតឡើងពីរឿងចំណែនគ្នាពីតែរឿងចង់ឈ្នះចង់ចាញ់ចង់ក្រោយអីគេអត់ប្រយោជន៍ចង់ក្រោយវិនិច្ឆ័យទាំងអស់គ្នាចង់ក្រោយឈឺចាប់ទាំងអស់គ្នាចង់ក្រោយរឿងទុកទាំងអស់គ្នាចុះហេតុអ្វីបានមនុស្សជឿរើបែបនេះដែលព្រោះគេអំពើបាបនិយាយយ៉ាងខ្លីនៅព្រោះអំពើបាបចុះយើងជាគ្រីស្ទបរិស័ទយើងត្រូវឆ្លើយតបវាម៉េចនឹងឋានភាពអស់ហ្នឹងមនុស្សសង្កត់សង្កិនគ្នាទៅវិញទៅមកតែព្រះជាម្ចាស់ជាអ្នករំដោះពួកគេមកកាន់សន្តិភាពនេះជារឿងមួយដ៏សំខាន់ទុកលំបាកដែលមនុស្សធ្វើចំពោះគ្នាទៅវិញទៅមកធ្វើឲ្យមនុស្សវេទនាប៉ុន្តែយើងយកព្រះគ្រីស្ទនេះដើម្បីដោះស្រាយទុកលំបាកយើងពឹងអាំងព្រះគ្រីស្ទនេះដើម្បីចាកចេញពីទុកលំបាកនៅក្នុងក្រឹត្យខ្សែទី2ចំពុក1ខ4មកលើថាម៉េចព្រះអង្គសម្រាលទុកយើងនៅពេលយើងមានទុកវេទនាសពបែបយ៉ាងដើម្បីឲ្យយើងអាចសម្រាលទុកអស់អ្នកដែលមានទុកវេទនាព្រោះព្រះជាម្ចាស់ប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរអាមែនដូច្នេះជឿថាព្រះអង្គនឹងសម្រាលអស់ទាំងទុកកង្វល់ទុកលំបាកនិងសេចក្តីវេទនានៃមនុស្សគ្រប់គ្នាព្រះអង្គដកសម្រាលទុកលំបាកនិងវេទនាក្នុងជីវិតរបស់យើងនិងគ្រួសាររបស់យើងនិងសង្គមជាតិរបស់យើងនិងសកលលោកនេះដូច្នេះបានថាទីណាដែលព្រះគ្រីស្ទគង់នៅទីនោះនឹងសុខសាន្តដូច្នេះត្រូវយកព្រះគ្រីស្ទទៅកាន់មនុស្សគ្រប់គ្នាទៅយកព្រះគ្រីស្ទមកកាន់ប្រជាជាតិយើងយកព្រះគ្រីស្ទមកកាន់គ្រួសារយើងយកទទួលព្រះគ្រីស្ទទៅកាន់សហគមន៍យើងទទួលព្រះគ្រីស្ទទៅកាន់មនុស្សដទៃផ្សេងទៀតដើម្បីគេបានទទួលភាពសុខសាន្តអាមែនដូច្នេះមានតែព្រះគ្រីស្ទទេដែលនាំយើងទៅកាន់សន្តិភាពពិតប្រាកដយើងមិនអាចពឹងអាំងលើបុគ្គលណាម្នាក់បាននោះទេអាមែននេះឯងគឺជាអ្វីមួយដែលព្រះគម្ពីរលើកឡើងនៅក្នុងព្រះគម្ពីរដង្កើងជំពូកទី12ខ5មកលើកឡើងថាដោយព្រះអង្គទើបឃើញមនុស្សទុរគតត្រូវគេជិះជាន់និងលឺសម្រែកជនក្រីក្រដែលរងទុក្ខលំបាកព្រះអង្គម្ចាស់មានប្រាប់បន្ទូលថាឥឡូវនេះយើងត្រូវតែក្រោកឡើងយើងមកសង្គ្រោះអស់អ្នកដែលត្រូវគេមើលងាយបន្ទាបបន្ថោកអ្នកណាដែលត្រូវគេបន្ទាបបន្ថោកដែលត្រូវគេមើលងាយព្រះអង្គនឹងលើកគេឡើងព្រះអង្គនឹងធ្វើឲ្យអ្នកក្រទៅជាមានអ្នកឈឺទៅជាអ្នកអន់ទៅជាគេមានតម្លៃអ្នកល្ងងទៅជាគេជាឆ្លាតវៃនេះឯងគឺជាអ្វីដែលព្រះអង្គនឹងត្រូវផ្លាស់ប្ដូរដូច្នេះបានថាដំណឹងល្អបានថាមើលណោជើងអ្នកដំណល្អនៃក្តីសុខសាន្តជើងរបស់យើងនេះឯងជាជើងនៃដំណល្អនៃសាន្តដែលត្រូវការផ្លាស់ប្ដូរទាំងអស់កើតឡើងអាមែន